សូមជូនរឿងកូន4នាក់មិនបំរើឪពុកក្នុងការកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានគ្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាបុរសពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់រយៈពេល1ឆ្នាំមានការលំបាកដោយខ្វះស្ត្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរបស់ទ្រព្យកំពេចកំពុកក្នុងផ្ទះគាត់ក៏សម្រេចចិត្តរៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែករួចឲ្យនៅដាច់ស្រឡះទៅនឹងកូនច្បងរួចទៅលុះរំលង1ឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យកូនមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់ទី4គាត់ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគាត់គិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះការដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏នាំគ្នាចោះចេញពីផ្ទះកំណើតទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅឯកាអនាថាតែម្នាក់ឯងកាលកូនទាំង4នាក់ទៅនឹងចោះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាងមានកូនខ្ចីផងក៏បងអង្គជូនបាយទឹកឪពុកក្មេងដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងឯណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូច្នេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលក៏មានពីរពេលក៏មានពេលលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពោះម៉ាយអត់បាយគ្មានសម្លៀកបំពាក់ស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគរងទុក្ខវេទនាពន់ពេកនឹងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជំរកជ្រកនៅផងកាលនោះមានបុរសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណស្គាល់ទោសច្រើនផ្ទះនៅភូមិជិតគ្នាដើរមកឃើញតានោះវេទនាដូច្នោះមានចិត្តអាណិតក្រៃពេកក៏សាកសួរតាថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរមិនក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសរហូតដល់4នាក់ដែរឬម្ដេចក៏កូននោះវាមើលបំណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអណចៅអើយលាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតផងវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកនារកតាសោះវាតាមតែប្រពន្ធវាទាញទៅចូលរន្ធក្តាមក៏វាចូលដែរខ្លួនតាសពថ្ងៃឈឺផងហើយនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកជោគខ្លាចអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មានពីរពេលក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយដូចចៅឃើញស្រាប់ហើយតាដេកចាំតែដល់ថ្ងៃស្លាប់ទេចៅកំឡោះលាន់មាត់ថាយីអើកូនតាមានចិត្តអាក្រក់ដល់ម្លឹងណបើអញ្ចឹងលោកតាកុំភ័យមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាធ្វើតាមខ្ញុំលោកតារកពាងមានមាត់តូចល្មមមួយរួចជុះអាចមនឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរុំបិទមាត់ឲ្យជិតជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះហើយបើមានអ្នកណាដើរមក
ចិត្តតាលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណប់ប្រាក់មាសមួយពាងកប់ទុកពុំទាន់ចែកឲ្យកូនណានៅឡើយចាំមើលកូនណាចិត្តបានដឹងគុណបើខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបកំខានក្នុងរវាងប្រមាណថ្ងៃខែខាងមុខនេះកុំឲ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយតាចាស់ក៏តាំងចិត្តធ្វើតាមចិត្តចៅសប្បុរសទាំងអស់លុះបានប្រហែល 4-5 ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសារទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំណប់តែរៀងៗខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកផ្គប់គុណលោកតាជាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានជាសះជារោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមកលោកតារស់នៅប្រកបដោយសេចក្តីសុខរហូតដល់អស់អាយុលុះតាស្លាប់ទៅកូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមទម្លាប់រួចស្រេចកូនទាំង4នាក់និងកូនប្រសារគិតគ្នានាំគ្នាគាស់ពាងកំណប់ចែកគ្នាប៉ុន្តែក្រែកចែកមិនស្មើភាគនាំឆ្លោះប្រកែកគ្នាក៏ទៅរកគ្រូមកម្នាក់ឲ្យជួយចែកដែរលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកំណប់មាសប្រាក់ច្រើនដល់ទៅមួយពាងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររត់រះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករំចិត្តក្បាលធំទើងមើងធ្វើឲ្យខូងកណ្ដាលរួចគេទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពេនភ្នែនលើដីរៀបរលីងថ្មិចភ្នែកសង្រួមស្មឹងស្មាតឈោមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង8នាក់ឲ្យទៅគាស់យកពាងកំណប់មកប៉ុន្តែគាត់ហាមថាកុំអានស្រ័យមាត់ពាងក្រែងខុសត្រណមចាំគាត់បង្កប់សិនលុះយកពាងមកដល់ហើយគាត់ក៏ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងត្រូស្ទួយបិទទទួលលើក្បាលហើយសឹមស្រែចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់មកលើក្បាលគាត់បើកំណប់ជ្រុះទៅទិសណាប្រមាណត្រូវបានទៅអ្នកឈរកាន់នៅទិសនោះបើកំណប់ណានៅសល់ទៅលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ផ្ដើមធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀងភរិយាទាំង4នាក់ឈរកាន់កញ្ជើរៀងៗខ្លួនចាំកើបក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកជិតខាងទៅចាំមើលផងដែរនិមិត្តតែគេលើកពាងបិទទូរួចស្រ័យមាត់ពាងភ្អៀងចាក់ឈូមកទឹកម៉ាំត្រាំលាមកច្រើនខួបហូរឈូស្រោចលើក្បាលលោកគ្រូពេញកំពុងហើយខ្ចាត់បាចសាច់ចេញទៅគ្រប់ទិសប្រឡាក់ប្រឡូកពីពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណែកច្រើនជាងគេធំក្លន់ខ្មោះថាមិនត្រូវគេឃើញលោកគ្រូស្រមើបាត់មុខបាត់រូបរាងអស់ខំក្រោកឡើងសោះក៏ក្រោះខ្មាស់អស់ពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនទៅកូនទាំង4នាក់និងកូនប្រសារស្រីថាខ្មោចមេដែងអាដែងទាំងអស់គ្នានេះអាមេអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅបានជាកំណប់មេប្រាក់អន្តរាយคล้ายទៅជាអាចនោមប្រឡាក់ប្រឡោះអញអស់ដូច្នេះយីខ្មោចអាផេះមីផេះអស់នេះពិតជាខូចមែនលោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រងខំត្រាំទឹកលាងបាបអស់1 ម៉ោងម្នាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តៅក្រហាយស្ដាយក្រោយខ្មាស់គេតកូនតចៅបាទសូមអរគុណសម្រាប់ការចូលរួមស្ដាប់របស់ប្រិយមិត្តទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា